វិចចប់នឹងដឹកជញ្ជូនបកចំនួន2ទៅប្រទេសអ៊ូហ្គនដាបាទចាស់អ្នកមិនស្ដាប់ច្រឡំទេ Hydrofarm បានដឹកជញ្ជូនបញ្ជាទិញមួយទៅដល់ប្រទេសអ៊ូហ្គនដាដែលជាប្រទេសមួយមានមនុស្សជាច្រើនបានសួរព័ត៌មានពីបកតាម inbox កន្លងមកថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីបញ្ជាទិញពិសេសមួយដឹកជញ្ជូន Box 7ចំនួន2សម្រាប់អតិថិជននៅអ៊ូហ្គនដាដែលប្រើសម្រាប់ធ្វើ AirDrop Telegram ជាមួយនឹងបច្ចេកទេស RAM 3GB និង ROM 32GB model នេះធ្លាប់ជាជម្រើសដ៏ល្អសម្រាប់អ្នកចាប់ផ្ដើមបូក AirDrop ជាលើកដំបូងពិតណាស់បញ្ជាទិញនេះកើតឡើងច្រើនជាង1ឆ្នាំមុនប៉ុន្តែថ្ងៃនេះទើបមានឱកាសនិយាយបន្តទៅអ្នកទាំងអស់គ្នាក្នុងអំឡុងពេលនោះ Hydrofarm បានបន្តកែលម្អផលិតផលដើម្បីឆ្លើយតបតាមតម្រូវការពិត Box 7 model ចាស់ត្រូវបានជំនួសដោយ model ថ្មីដែលមានសមត្ថភាពខ្លាំងជាងមុន RAM ឡើងដល់ 4GB ROM ពង្រីកដល់ 64GB មិនត្រឹមតែធ្វើ AirDrop ទេប៉ុន្តែអាចប្រើសម្រាប់លេងហ្គេមចុចអន្តរៈនិងដំណើរការ Uptime ជាច្រើននៅលើ Box តែមួយគត់ Box 8 បច្ចុប្បន្ននេះ Box 8 កំពុងជាជម្រើសល្អបំផុតសម្រាប់អ្នកចាប់ផ្ដើមវាមានសមត្ថភាពខ្លាំងនិងប្រើប្រាស់បានច្រើនបែបបើអ្នកកំពុងស្នាក់នៅអ៊ូហ្គនដាឬនៅប្រទេសណាមួយហើយកំពុងស្វែងរកដំណោះស្រាយធ្វើ AirDrop ដោយមានប្រសិទ្ធភាពសូមកុំស្ទាក់ស្ទើរទេតាក់ទង Hydrofarm ឥឡូវនេះដើម្បីទទួលបានការប្រឹក្សានិងជំនួយឥតគិតថ្លៃ